តោះបងប្អូនបន្ទាប់ពីយើងធ្វើការ remaster ចម្រៀងរបស់យើងហើយយើងធ្វើការបង្កើត cover album របស់យើងហើយវាបន្តទៀតគឺយើងទៅធ្វើការ upload ចម្រៀងរបស់យើងចូលទៅកាន់ DistroKid តោះមកខាត់ពេលយូរថាតើយើងទៅ upload យ៉ាងម៉េចណោះតោះអញ្ចឹងខ្ញុំទៅកាន់ account DistroKid ខ្ញុំមួយដែលខ្ញុំទៅតែអូខេបងប្អូនអានេះជា account DistroKid របស់ខ្ញុំដែលពីម្សិលមិញខ្ញុំបានដាក់ពី album ហើយឃើញថាវា approve ហើយវានៅតែផ្ញើទៅ store ហើយយកទៅ like អញ្ចឹងណាមែនទេទៅបើសិនជាបងប្អូនធ្វើការ upload ចំនួន2 album ឬក៏1 album ហើយវានៅចេញលឿងចេះវាអត់ទាន់ចេញបៃតងចេះយើងកុំទាន់ upload កន្លែងហ្នឹងណាប៉ុន្តែវីដេអូនេះខ្ញុំប្រញាប់ធ្វើអ្នកនរគ្នាមើលអញ្ចឹងខ្ញុំ upload ទៅហ្មងទៅចាំមើលថាតើវាលទ្ធផលយ៉ាងម៉េចតោះឥឡូវយើង upload យើងចុច upload music មកបន្តទៀតយើងទាញវាមកជ្រុងខាងណាបន្តិចហើយយើងទៅមើលចម្រៀងរបស់យើងហ្នឹងនេះអានេះជាចម្រៀងរបស់យើងដែលយើងធ្វើការបង្កើតឬក៏ remaster មុននេះបន្តិចចំនួន8បទអញ្ចឹងមក album នេះយក8បទអញ្ចឹងខ្ញុំ copy album name មកវាសិនហ្នឹងហើយចង់ដាស់សាយបាទអូខេអញ្ចឹងកន្លែងនេះដោយសារយើងមាន8បទអញ្ចឹងកន្លែងនេះយើង select យក8ដែរអូខេកន្លែងនេះជាឈ្មោះបាទអាធីរបស់យើងអូខេតបទៀត day អញ្ចឹងអានេះយល់ល្អខ្ញុំអត់យកថ្ងៃហ្នឹងទេខ្ញុំយក3ថ្ងៃក្រោយចុះខ្ញុំយកថ្ងៃទី2ថ្ងៃទី1អញ្ចឹងយកថ្ងៃទី2ស្អែកដោយសារខ្ញុំកុំឲ្យវាជន់គ្នាច្រើនពេកដោយសារខ្ញុំមានអា2មុនហើយវាអត់ទាន់ចេញបៃតងអញ្ចឹងណាអូខេអញ្ចឹងអានេះភាសារបស់យើង language របស់យើងបទអង់គ្លេសដាក់អង់គ្លេសទៅខ្មែរដាក់ខ្មែរខ្ញុំដោយសាររបស់ខ្ញុំជាភាសា Portuguese អញ្ចឹងខ្ញុំយក Portuguese អញ្ចឹងអានេះភាគច្រើនណា genre របស់វានេះខ្ញុំយក country អូខេឥឡូវនេះ optional ទេប៉ុន្តែខ្ញុំយក country មួយទៀតអូខេអញ្ចឹងបន្តទៀតយើងដាក់នេះយើងចូលមកនេះ album name របស់យើងអ្នកខ្លះគេដាក់អក្សរអីចឹងតែខ្ញុំចូលចិត្តដាក់លាតអញ្ចឹងអូខេអញ្ចឹងខ្សែបញ្ជាក់របស់នេះខ្សែគេដាក់ណានេះ3000គុណជាមួយនឹង3000 pixel ណាมันអាចតូចពេកទេប៉ុន្តែយើងទៅយើងអាចដាក់1400គុណ1400 1006គុណ1006ក៏បានដែរឲ្យតែយើងដាក់ទៅវា load ឲ្យចូលចេះណាហ្នឹងហើយ file ជា JPEG ណា JPEG អូខេអញ្ចឹងខ្ញុំដាក់ album name របស់ខ្ញុំហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំធ្វើមួយសិនតទៅទៀតខ្ញុំនឹងធ្វើឲ្យលឿនយើង copy ចំណងជើង track របស់យើងមកយើងដាក់ flag ចេះមកហើយយើងទាញ track ចូល block តទៅទៀតយើងដាក់artist name របស់យើងបាទខ្ញុំដាក់ឈ្មោះខ្ញុំអញ្ចឹងមកអូខេយើង scroll ទៅមួយទៀតអញ្ចឹង7 track ទៀតយើងធ្វើដដែលតោះខ្ញុំធ្វើឲ្យលឿនខាឲ្យលឿនតែម្ដងណាកុំឲ្យអង្គទៅទ្រាំតោះ let's goអូខេបងប្អូនឥឡូវនេះយើងធ្វើការ upload វាចំនួន8 track ឬក៏ music របស់យើងហើយអញ្ចឹងជំហានបន្តទៀតต้องឲ្យ scroll ចូលមកក្រោមបន្តិចមកតើឃើញដាក់សញ្ញាបូកនេះមកសញ្ញា play អញ្ចឹងណា add credit for each song on this release អញ្ចឹងចុចលើវាប៉ក់មកអញ្ចឹងឥឡូវនេះយើងទៅបំពេញ role របស់យើងមកខ្ញុំជាប្រភេទនេះជាប្រភេទ bot ញាក់បុកខ្លាំងយកបាសអញ្ចឹងមកហើយឈ្មោះ artist យើងដដែលមកអូខេអញ្ចឹងខ្ញុំ copy មកសិនអញ្ចឹងកន្លែងនេះបងប្អូនយក producer មកនេះឈ្មោះ artist យើងដដែលអញ្ចឹងចុច artist 2ទៀតមកយក base ទៀតមក
ដាក់ឈ្មោះ artist យើង producer បាទងាយយកបាសទៀតមកមកយើង producer ហ្នឹងហើយយក bass នេះយើងយក producer ចុចតាស P មកវា load ឲ្យហើយឥឡូវនេះ bass copy ឈ្មោះដាក់ឥឡូវនេះចុចអក្សរ P ទៀតមកប៉ក់មកនេះ producer បាទដាក់ឈ្មោះយើងមកឥឡូវនេះយើងយក bass ដាក់ឈ្មោះ artist ចុចអក្សរ P ទៀតធ្វើលឿនចឹងមកហើយនេះយក bass ឈ្មោះ artist អក្សរ P ចឹងមកឥឡូវនេះចុងក្រោយហើយយើងយក bass ឈ្មោះឥឡូវនេះចុចអក្សរ P producer ចឹងដាក់ឈ្មោះ artist របស់យើងចូលអូខេយើង scroll មកក្រោមទៀតបន្ទាប់មកនេះកន្លែងនេះគេដាក់ important checkbox យើង check ទាំងអស់មកហ្នឹងហើយបន្តទៀតយើងមើលទៅថាតើវាយ៉ាងម៉េចដែរវាសមរូបរាងទេយើងចុច done មកហើយនេះវានឹងធ្វើការ upload audio របស់យើងម្ដងមួយតោះចាំមើលពេលវា upload ចប់ថាតើវានឹងមានរឿងអ្វីកើតឡើងបាទចាំតិចទៅបងប្អូនវាចាប់ដើម scan មួយ upload វាចូលមួយអញ្ចឹងណាបើសិនមានបញ្ហាអីវានឹង load ជាកំហមឲ្យយើងអានេះបើសិនជាយើង upload តែមកបតអីលឿននេះអានេះតែខ្ញុំ upload ម្ដង8បតអញ្ចឹងមកល្បំរបស់យើងជាទៅគឺ8បតទៅ12បតកុំឲ្យលើសនឹងអូខេពេញហើយពេលពេញហើយចាំមើលវា load ទៅផ្ទាំងមួយទៀតបាទអានេះវា load ទៅអូតូតែម្ដងមកកន្លែងនេះតែបើពេលខ្លះវាឲ្យយើងចុចremaster មកតង់ទៀតតែវាគិតលុយយើងតែមិនខ្វល់ទេយក original របស់យើងដោយសារយើងបាន remaster ហើយអូខេអញ្ចឹងការ upload បទចម្រៀងរបស់យើងចូលទៅក្នុង DistroKid មានប៉ុណ្្នឹងហើយបាទតោះ slash video នេះប៉ុណ្ណេះសិនណាអរគុណ